ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះម៉ែកឆាតមកទៀតហើយមកជាមួយនឹងមុខម្ហូបចំហុយត្រីឡាប់យ៉ាជាមួយនឹងទឹកត្រីប៉េងប៉ោះឆានិយាយពីថាមួយមុខនេះបងប្អូនត្រូវជាតិគ្នាសាហាវជាមួយនឹងបន្លែតែម្ដងជាពិសេសយើងមានបន្លែដែលយើងស្ងោរយកមកជ្រលក់ជាមួយយើងចង់ស្ងោរក៏បានអត់ក៏បានតែសម្រាប់ខ្ញុំស្ងោរណាបងប្អូនចាអញ្ចឹងហើយគឺខ្ញុំចាប់ផ្ដើមលាងត្រីសម្រាប់ត្រីនេះគឺជាត្រីឡាប់យ៉ាមួយនេះគឺ1គីឡូ3ខាំបងប្អូនប៉ុន្តែគ្រាន់ថាវាស្គមតែថាត្រីនេះគឺជាត្រីទលេបងប្អូនអញ្ចឹងហើយវាអត់រៀងមានសាច់ទេបងប្អូនរៀងស្គមតែប៉ែតប៉ុន្តែរសជាតិវាឆ្ងាញ់ហើយវាអត់ធំក្លិនព្រមឯងខ្ញុំឃើញត្រីយ៉ាមុនដំបូងខ្ញុំគិតថាអាចនឹងធំក្លិនព្រមឯងប៉ុន្តែពេលដែលយកមកហូបអត់ធំក្លិនព្រមទេដោយសារអីចំពោះខ្ញុំអត់ក្លិនខ្ញុំដឹងថាប្តីខ្ញុំឲ្យកូនខ្ញុំគាត់ព្រមអត់ទេណាធម្មតាត្រីឲ្យតែធំហើយរៀងស្គមអាចនឹងរៀងធំក្លិនព្រមហើយអត់ដូចត្រីយើងធម្មតាឯងបងប្អូនអញ្ចឹងខ្ញុំយកមកធ្វើការលាងសម្អាតកោសវាស្អាតហើយខ្ញុំចាប់ផ្ដើមឆ្នោតវាបងប្អូនដើម្បីអីយើងដាក់ប៊ីចេងបន្តិចដាក់អំបិលបន្តិចដើម្បីយកជាតិដើម្បីយកវាទៅចំហុយបងប្អូនហើយថ្ងៃនេះគឺប្តីខ្ញុំគាត់មកកាប់អីហើយបងប្អូនដោយសារអីមេឃដូចថាមិនស្រួលទេខ្លាចលក់អស់ដុតអញ្ចឹងណាបងប្អូនព្រោះនៅក្នុងខ្នោចក្រានយើងឥឡូវអត់មានទេអញ្ចឹងហើយប្តីខ្ញុំគាត់ក៏មកឆ្លៀតធ្វើខ្លះអញ្ចឹងណាចាឥឡូវនេះគឺបន្លែរបស់យើងបងប្អូនសម្រាប់ប្រភេទបន្លែរបស់ខ្ញុំចាគឺមានច្រើនមុខដែរបងប្អូនចានេះមានផ្កាខាត់ណាមានស្ពៃក្តោបមានជីគ្រប់មុខមានស្អំទ្រាប់ស្ងោរនិយាយរួមទៅដាក់ប្រមាណមុខហ្នឹងគឺភាគច្រើនគឺខ្ញុំប្រើបន្លែស្ងោរទាំងអស់អត់តែជីគ្រប់មុខទេបងប្អូនប៉ុន្តែខ្ញុំដាក់ឆៅខ្លះខ្ញុំដាក់ស្ងោរខ្លះដើម្បីចង់ដឹងជាតិថាស្ងោរហើយឆៅណាឆ្ងាញ់ជាងអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ទឹមសខ្ទឹមក្រហមគឺខ្ញុំយកមកដុតហើយខ្ញុំយកទៅបុកហើយសម្រាប់ប៉េងប៉ោះគឺខ្ញុំយកទៅស្ងោរខ្ញុំអត់បានដុតទេបងប្អូនអត់ងើក៏បើសិនជាមានងើយើងអាំងមួយគ្នាទាំងអស់គ្នាតែដោយសារអត់អញ្ចឹងខ្ញុំយកមកស្ងោរវិញមកអញ្ចឹងសម្រាប់ប៉េងប៉ោះគឺខ្ញុំស្ងោរហើយខ្ញុំបកសបកវាចេញមកបងប្អូនចាហើយខ្ញុំយកមកបុកហើយសម្រាប់ការបុករបស់ខ្ញុំនេះគឺបុកទឹកត្រីរបស់ខ្ញុំនេះគឺខ្ញុំបុកលាយជាមួយនឹងអំពិលទុំបន្តិចបងប្អូនលក់ជាមួយនឹងអំពិលទុំបន្តិចដោយសារថាខ្លាចវាអត់ជូរព្រោះអីពេញប៉ោះយើងអាចនឹងអត់សូវជូរអញ្ចឹងយើងលាយជាមួយនឹងអំពិលទុំបន្តិចមកដើម្បីឲ្យកាន់តែជូរមុតឆ្ងាញ់អញ្ចឹងណាបងប្អូនឥឡូវមកឆាជាមួយនឹងទឹកត្រីពេញប៉ោះរបស់យើងបងប្អូនខ្ញុំធ្លាប់ធ្វើហូបម្ដងឆ្ងាញ់ក៏ប៉ុតខ្ញុំគិតថាទឹកត្រីនេះខ្ញុំទើបតែច្នៃធ្វើថ្មីដល់ទៅពេលខ្ញុំធ្វើមានបងប្អូនជាច្រើនថាតែគាត់ធ្វើតែអញ្ចឹងហូបឆ្ងាញ់ចឹងមិនថាពេលខ្លះថ្មីសម្រាប់យើងចាស់សម្រាប់បងប្អូនដែរចាឥឡូវនេះរួចរាល់ហើយសម្រាប់ត្រីចំហុយឡាប់យ៉ាទឹកត្រីឆាអំពិលទុំលាយជាមួយនឹងពេញប៉ោះរបស់យើងនេះបងប្អូនហើយនិយាយពីចាក់ទឹកត្រីមកឈ្ងុយមិនមែនឈ្ងុយត្រីទេណាមកឈ្ងុយទឹកជ្រលក់របស់យើងវិញអែមណាស់បងប្អូនរសជាតិអែមកប់មកបងប្អូនខ្ញុំសាកជាមួយមុនគេហ្នឹងជាមួយនឹងត្រប់ស្ងោរនិយាយមែនណាបងប្អូនបើបន្លែវិញឆ្អិនក៏ឆ្ងាញ់ឆៅក៏ឆ្ងាញ់ជ្រលក់បានដូចគ្នានិយាយរួមទៅមួយមុខនេះអែមដែរតាបងប្អូនហើយបងប្អូនជឿបងប្អូនសាកធ្វើដូចខ្ញុំមើលហើយសម្រាប់ទឹកពេញប៉ោះយើងយករសជាតិជូរអែមប្រៃចាពួកយើងលួចជាមួយនឹង7ទុំបន្តិចបងប្អូនជាតិណាស់បងប្អូនហើយស្អំវិញតែមើលរសជាតិមិនអញ្ចឹងសម្រាប់វីដេអូម៉ាកឆាតក៏មានតែប៉ុណ្ណឹងក៏សូមអរគុណនិងជម្រាបលាបងប្អូនទាំងអស់គ្នាទៅវិញហើយអរគុណច្រើនជម្រាបលាបាយបាយ